អូខេតោះអញ្ចឹងនៅក្នុងវីដេអូទី4នេះគឺយើងបន្តទៀតអញ្ចឹងយើងចាប់ផ្ដើមចូលធ្វើការងាររបស់យើងអញ្ចឹងតាក់ទងទៅនឹង lyric តាក់ទងទៅនឹងការ generate អញ្ចឹងយើងចុចកន្លែងនេះមកអានេះបន្ទាប់ពីយើង config API ហើយណាហើយអញ្ចឹង lyric បងប្អូនអាចរើស mood បានបងប្អូនចង់បានរបៀបម៉េចចង់បានរបៀប hip hop ចង់បានរបៀបអីគឺបងប្អូនរើសមកហើយនៅក្នុងហ្នឹងខ្ញុំអនុញ្ញាតឲ្យយើង custom បានបងប្អូនអាច custom បានណាបងប្អូនចង់ custom ខ្លួនឯងក៏បានចង់រើសពីរបស់ខ្ញុំក៏បានអូខេអញ្ចឹងនេះ set អីចឹងទៅអញ្ចឹងនេះគឺ video auto យើងអាចរើសបាន so full R&B ចឹងទៅណារើសមកអានេះតាក់ទងទៅនឹងសលេងចង់បានរបៀបម៉េចសលេងថ្នមសលេងខ្លាំងសលេងខឹងសលេងអីអាហ្នឹងយើងរើសកន្លែង verb ណាអញ្ចឹងខ្ញុំយក form ហើយភាសាបងប្អូនអាចយកភាសាពីរនេះក៏បានដែរចិត្តខាងយើងឥណ្ឌូនេស៊ីមានខ្មែរមានអីប៉ុន្តែខ្មែរដូចជាដើរអត់តស្រួលទេចាំមើល version ក្រោយមានជប៉ុនមានអីទៅហ្នឹងអូខេអញ្ចឹងខ្ញុំយកអង់គ្លេសទៅងាយហើយមួយទៀតតាក់ទងទៅនឹងធ្វើ generate ហ្នឹងបងប្អូនចង់បានមួយបទឬក៏មិនបើ single គឺចេញមកគឺមួយបទ auto ហើយបើ album ចេញមកបងប្អូនអាច custom បាន lyric យើងយកប្រហែលបទណាអញ្ចឹងខ្ញុំយក5បទទេហើយមួយទៀតតាក់ទងទៅនឹង length នេះអានេះតាក់ទងទៅនឹង lyric យើងចង់បានវែងខ្លីណាខ្លី medium ល្មមអានេះវែងអានេះវែងខ្លាំងណាជាធម្មតាខ្ញុំយក long ជាធម្មតាបានខ្ទង់ប្រហែលជា3នាទីជាងឬអាចចូល4នាទីបើយើងយកក្រោមហ្នឹងបានខ្ទង់តែ2នាទីជាងទេអញ្ចឹងយក long មកហើយកន្លែង promote នេះគឺបងប្អូនយកទៅធ្វើនៅលើណាលើ Suno ឬក៏នៅលើ Flow Music អញ្ចឹងនៅក្នុងនេះគឺខ្ញុំយក Suno ទៅតិចទៀតចាំខ្ញុំយក Flow Music ឲ្យមើលអញ្ចឹងឧបមាថាអូខេយើងរួចរាល់ហើយអញ្ចឹងយើងចាប់ផ្ដើម generate មកណាបញ្ជាក់មួយទៀតកន្លែងនេះបើសិនបើយើង select Gemini នៅពេលដែល generate មកគឺវាចាប់ពី Gemini បើសិនបើយើង select លើ DeepSeek generate មកគឺវាចាប់ពី DeepSeek ប៉ុន្តែពីហ្នឹងយើងមិនបាច់ខ្វល់ទេឧបមាថា Gemini នេះវា limit ហើយអញ្ចឹង API key ប្រើលេងការដែរអញ្ចឹងគឺវានឹង auto switch ចូល DeepSeek ដូចគ្នា generate អស់លុយគឺវារត់ចូលមក Gemini វិញអាពេលហ្នឹងគឺ switch ទៅ switch មកទេណាអញ្ចឹងខ្ញុំយក Gemini ចុច generate មកហើយ save បន្ទាប់ពី save វាសួរយើង save ទុកឯណាព្រោះអាហ្នឹងនៅពេលហើយគឺវា save ជា text file ឲ្យអញ្ចឹងខ្ញុំដាក់នៅក្នុងហ្នឹងមក select save មកគឺចាប់ដើមធ្វើការ1បាន1ហើយ2លឿនបងប្អូនលឿនអាស្រ័យទៅលើអ៊ីនធឺណិតនិង API បងប្អូនអានេះដូចខ្ញុំ recommend ចឹងគួរតែមានច្រើន Gemini ណាគួរតែមាន5ឡើងស្រួលធ្វើការហើយទេនេះចឹងវាប្រាប់ទេណាមកបតនេះប្រើ token អស់ប្រហែល2000 token ជាងអូខេនេះអញ្ចឹងកន្លែង style នេះបងប្អូនមិនបាច់ភ័យទេ style ហ្នឹងគឺវាដូររហូតហ្នឹងហើយវាអត់ដូចគ្នាទេពីបតទៅបតណាវាលេគ្នាវាអត់ដូចគ្នាសុទ្ធទេអូខេ5បតអានេះគឺតម្រង Suno អញ្ចឹងខ្ញុំ generate តម្រង flow music វិញហើយខ្ញុំយកបតឥណ្ឌូនេស៊ីចុះកុំឲ្យដូចគ្នាពេកខ្ញុំដាក់នេះទៅចេះតែរើសសិនទៅណាចេះតែអូខេខ្ញុំយកប្រុសម្ដងអូខេប៉ុណ្ណឹងមកចុច generate save កន្លែងដូចគ្នាអញ្ចឹងភាសាចេញមកគឺជាភាសាឥណ្ឌូនេស៊ីអូខេនេះភាសាឥណ្ឌូនេស៊ីនេះ4 5អូខេ5បតអញ្ចឹងបានហើយនេះអានេះគឺតម្រង flow music ណាតោះបន្តពីបានប៉ុណ្្នឹងហើយយើងធ្វើមិនទៀតអញ្ចឹងចាំវីដេអូក្រោយខ្ញុំតាក់ទងប្រាប់តាក់ទងទៅនឹង auto generate អញ្ចឹង lyric គឺមានតែប៉ុណ្្នឹងទេ lyric tab ណាគឺមុខងារវាគឺសម្រាប់ generate និយាយមួយម៉ាត់អានេះដូច pro អញ្ចឹងយើង generate pro ហើយនឹង style សម្រាប់យកទៅ import នៅក្នុង Suno អូខេតោះអញ្ចឹងចាំវីដេអូបន្តទៀត